ngày nay phong đai bông bồn tranh video riêng chạm nôm bánh treo từng ở kia bông bồn về rôm tên nôm bánh treo á bông bồn cứ bự bạ chạm na bờ sân chỉ dừng ọt che hay sầm đẹp nhóm cơ lực tìm mùi đài chùm riệp xuống bông mai bông bồn từng ở kia và cô một căn video rồi bọc bồn sai chỉ tham ai chấm puปลายដែលមាននៅក្នុងការចាក់នំបញ្ចៅរបស់ខ្ញុំបងប្អូនបាទគឺមានតែសាឡាត់ហើយនឹងជីស្លឹកម្លូហើយនឹងស្លឹកកភ្លូដែលមាននៅខាងក្រោយផ្ទះចឹងណាបងប្អូនមុនដំបូងខ្ញុំចាប់ផ្ដើមមកត្រាំជាមួយនឹងកលាងកវា 4-5 ទឹកឲ្យវាស្អាតទៅបងប្អូនហើយបន្ទាប់មកយើងដាក់ទឹកស្អាតដើម្បីត្រាំវាដើម្បីវារីកស្រួលយកទៅកិនចឹងណានេះគឺជាគ្រឿងផ្សំនិងបន្លែដែលខ្ញុំត្រៀមនឹងធ្វើជាមួយនឹងនំបាញ់ឆៅរបស់ខ្ញុំជាដំបូងខ្ញុំទៅបេះជាមួយនឹងស្លឹកកំភ្លូបងប្អូនស្លឹកកំភ្លូនេះគឺបេះនៅខាងក្រោយផ្ទះចិត្តកន្លែងដែលខ្ញុំធ្វើម្ហូបជារៀងរាល់ថ្ងៃហ្នឹងឥឡូវបេះរួចរាល់ហើយបងប្អូនយើងចាប់ផ្ដើមមកសកជាមួយនឹងត្រីចំពោះត្រីនេះខ្ញុំប្រើជាមួយនឹងត្រីរៀលប៉ុន្តែខ្ញុំអត់ច្រាមវាទាំងឆ្អឹងទេណាបងប្អូនគឺខ្ញុំយកវាមកលើយយកតែសាច់ហើយឆ្អឹងយើងបោះចោលទៅបន្ទាប់ពីខ្ញុំបានសកបេះលើយកឆ្អឹងចេញអស់ហើយបងប្អូនខ្ញុំមកច្រាំជាមួយនឹងសាច់ថៃរបស់យើងឲ្យវាបានម៉ត់ល្អចឹងទៅហើយបន្ទាប់មកខ្ញុំដាក់ជាមួយនឹងសាច់ជ្រូកបន្ថែមខ្ញុំប្រើសាច់ជ្រូកនេះគឺចំនួនប្រហែលជាកន្លះគីឡូដែរបងប្អូនហើយនឹងត្រីនឹងវាជិត1គីឡូដែរអញ្ចឹងខ្ញុំយកវាមកច្រាំលាយគ្នាទៅហើយយើងលាយជាមួយនឹងគ្រឿងបងប្អូនប្រឡាក់មានស្ករសប៊ីចេងទឹកត្រីហើយនឹងប្រេងខ្យងបងប្អូនហើយយើងដាក់ប្រេងខ្យងទៅវាមានរសជាតិឈ្ងុយអញ្ចឹងណាបងប្អូនហើយបន្ទាប់មកយើងផ្អាប់វាទុកវាឲ្យចូលជាតិរយៈពេល 4-5 នាទីអីចឹងទៅហើយយើងសល់ពេលវេលាយើងទៅបង្កាត់ភ្លើងហើយឥឡូវនេះគឺខ្ញុំប្រើខ្ទះធំតែម្ដងបងប្អូនឥឡូវប្រើខ្ទះធំគឺវាងាយស្រួលអញ្ចឹងណាយើងឆាទៅគឺវាអត់កំពុកទេដំបូងខ្ញុំដាក់ខ្លាញ់ចូលហើយយើងចាប់ដើមមកលីងជាមួយនឹងខ្ទឹមបារាំងឲ្យវាឈ្ងុយតិចទៅហើយយើងដាក់សាច់លីងរបស់យើងចូលបងប្អូនចំពោះសាច់នេះដែរវាចង់ចូលទៅជារបៀបប្រហិតហើយរៀងស្អិតស្អិតអញ្ចឹងដោយសារតែខ្ញុំប្រឡាក់គ្រឿងវាទៅគឺវាធ្វើឲ្យវាស្អិតហើយវាឈ្ងុយល្អអញ្ចឹងណាបងប្អូនយើងលីងវាអញ្ចឹងមកបន្ទាប់ពីខ្ញុំបានលេងសាច់ឆ្អិនរួចរាល់ហើយបងប្អូនយើងដួសវាទុកម្ល៉េះសិនទៅវាឆ្អិនល្អហើយឡើងឈ្ងុយតែម្ដងឥឡូវនេះយើងចាប់ផ្ដើមមកលាងជាមួយនឹងសណ្ដែកបដោះយើងម្ដងទៀតចឹងណាបងប្អូនលាងវាឲ្យបានស្អាតតិចទៅដោយសារតែយើងយកវាទៅដាក់ធ្វើជាលបាយនៅក្នុងខ្ទះជាមួយនឹងម្សៅបាញ់ឆែវរបស់យើងចឹងណាហើយបន្ទាប់មកយើងចាប់ផ្ដើមមកលាងជាមួយនឹងសាឡាត់ហើយវីដេអូនេះយើងធ្វើរៀងកាត់ទេសាឡាត់នេះគឺជាបន្លែដែលយើងទិញនៅតាមផ្សារចឹងយើងលាងទឹកវាឲ្យបាន 4-5 ទឹកហើយយើងត្រាំទឹកវាឲ្យបានល្អតិចទៅបងប្អូនតែកុំត្រាំទឹកអំបិលត្រាំទឹកអំបិលគឺវាសពប់អស់ហើយឥឡូវនេះគឺយើងចាប់ផ្ដើមមកកោសជាមួយនឹងការ៉ុតបន្ទាប់ពីកោសការ៉ុតហើយបងប្អូនគឺខ្ញុំមកចិតជាមួយក្រូចឆ្មាយកគ្រាប់ក្រូចឆ្មាចេញទៅដើម្បីកុំឲ្យវាល្វែងហើយយើងមកច្រាមខ្ទឹមសរបស់យើងនឹងទៅហើយយើងមកលាយជាមួយនឹងទឹកត្រីរបស់យើងគឺយើងដាក់គ្រឿងផ្សំរបស់យើងចូលនឹងទៅស្ករសប៊ីចេងទឹកត្រីបាទហើយនឹងស្ករត្នោតបន្តិចហេតុអីបានខ្ញុំដាក់ស្ករត្នោតដោយសារតែដាក់ស្ករត្នោតទៅគឺវាធ្វើឲ្យទឹកត្រីរបស់យើងក្រហមល្អហើយមើលទៅឈ្ងុយគួរឲ្យចង់ហូបតែម្ដងឥឡូវនេះគឺខ្ញុំបានលាយរួចរាល់ភ្លក់រសជាតិឃើញថាល្មមហើយគឺយើងដាក់ម្ជូរចូលចំពោះម្ជូរអ្នកខ្លះគាត់ប្រើជាមួយនឹងម្ជូរអំពិលទុំតែសម្រាប់ខ្ញុំប្រើជាមួយនឹងផ្លែក្រូចឆ្មាអញ្ចឹងណាបងប្អូនហើយសល់ពេលវេលាក៏មកកោះជាមួយនឹងល្មៀតបងប្អូនលាងទឹកវាស្អាតទៅចិតដាក់ជាមួយនឹងអង្ករថ្ងៃនេះដែរគឺខ្ញុំមកកិនជាមួយនឹងម្សៅខ្លួនឯងបងប្អូនបើសិនជាយើងអត់ចង់ហត់ទេគេមានម្សៅស្រាប់អញ្ចឹងណាម្សៅកខ្សាយតែខ្ញុំចង់កិនដោយផ្ទាល់ដៃហើយត្បាល់នេះគឺជាត្បាល់ដែល4 10 20 30 40ឆ្នាំហើយបងប្អូនគឺតាំងពីជំនាន់កងយាយរបស់ខ្ញុំគាត់នៅអញ្ចឹងណាបងប្អូនគឺរបស់គេមរតកបាទគឺរកឲ្យបានទេឥឡូវនេះហើយត្បាល់នេះគឺជាត្បាល់មិនមែនត្បាល់ចាក់ទេណាបងប្អូនគឺត្បាល់គេកលឹងសាច់ថ្មតែម្ដងដាក់ខ្ទះក្តៅហើយយើងចាប់ផ្ដើមលាបជាមួយនឹងប្រេងរបស់យើងទៅ
ហើយយើងដាក់ជាមួយនឹងម្សៅល្បាយដែលយើងបានលាយជាមួយនឹងអង្គដែលយើងបានកិននឹងចូលហើយបន្ទាប់មកឃើញថាវាឆ្អិនល្អបន្តិចហើយយើងដាក់ជាមួយនឹងស្ដែកបដោះចូលក្របវាទុកបន្តិចទៅហើយដាក់ជាមួយនឹងសាច់ចិញ្ច្រាំរបស់យើងចូលណាបងប្អូននិយាយរួមទៅការធ្វើនំបញ្ឆៅនេះបងប្អូនតតែការប្រើការអត់ធ្មត់បន្តិចបងប្អូនណាបាទខ្ញុំជៀនលើកដំបូងគឺខូចតែម្ដងប៉ុន្តែខ្ញុំអត់ថតទេខ្ញុំកាត់ចោលតែម្ដងវីដេអូនោះណាឥឡូវនេះឃើញថាវាសពបល្អហើយយើងចាប់ផ្ដើមបត់វាជាពីរមកហើយយើងក្របវាហើយឥឡូវនេះឆ្អិនមកប្រទេសហើយបងប្អូនឃើញទេបាទនេះគឺជាស្នាដៃរបស់ខ្ញុំលើកទី1ហើយឃើញថាវាល្អមិនល្អក៏អាចទទួលយកបានដែរបងប្អូននិយាយទៅបងប្អូនបើសិនជាបងប្អូនចង់ធ្វើហូបតតែមានពេលទំនេរបន្តិចណាបើសិនជាអត់មានពេលទំនេរទេគឺធ្វើនំបាញ់ឆែវហូបនឹងក៏រៀងពិបាកដែរអញ្ចឹងបងប្អូនអាចទិញគេហូបអញ្ចឹងទៅតែសម្រាប់ខ្ញុំទំនេរប្រហែលជាកន្លះថ្ងៃអញ្ចឹងទៅគឺឆ្លៀតធ្វើវីដេអូអញ្ចឹងណាបងប្អូនហើយនេះគឺខ្ញុំចាក់បានរហូតដល់ជាង10ប្រទេសហើយបងប្អូនហើយម្សៅរបស់ខ្ញុំនឹងគឺខ្ញុំចាក់បាន20ប្រទេសណាបងប្អូនគ្រាន់តែថាវីដេអូនេះបងប្អូនធ្វើរៀងកាត់តិចទៅដើម្បីកុំឲ្យប្រើពេលវេលាយូរសម្រាប់បងប្អូនយើងទស្សនាអញ្ចឹងណាបាទឥឡូវឃើញថាផ្ទះចុងក្រោយក៏ដូចជាបន្ទះចុងក្រោយដែរបងប្អូនដែលខ្ញុំបានចាក់រួចរាល់អញ្ចឹងណាបងប្អូនសរុបទៅគឺបាន21ប្រទេសគ្រាន់តែថាខ្ញុំយកតែថាសមួយយកមកដាក់ថតដើម្បីបង្ហាញពុកម៉ែបងប្អូនយើងអញ្ចឹងណាឥឡូវយើងចាប់ផ្ដើមមកដួសចាប់ទឹកត្រីមកយើងមកជ្រលក់ដើម្បីជ្រលក់ជាមួយនឹងនំបញ្ឆៅរបស់យើងបងប្អូននិយាយទៅស្នាដៃខ្លួនឯងលើកទី1ដែលធ្វើនំបញ្ឆៅនេះគឺទទួលយកបានហើយជាពិសេសរសជាតិទឹកត្រីគឺប្រៃផ្អែមល្មមហើយចំពោះទឹកត្រីចុចជាមួយនឹងបាញ់ឆៅវិញបងប្អូនហាមប្រៃគឺសុកចិត្តរៀងបែបផ្អែមជូររៀងហឹរតិចបងប្អូនខ្លះហៅថាជីស្លឹកម្លូតបមកហើយខ្ញុំជៀននៅសល់ប្រហែលជា4-5ប្រទេសម៉ែក៏គាត់មកជៀនបន្តអញ្ចឹងណាបងប្អូនហើយខ្ញុំយកពេលវេលាមកថតហូបអញ្ចឹងណាអញ្ចឹងវីដេអូបងប្អូនមានតែប៉ុណ្្នឹងទេអរគុណច្រើនជម្រាបលាដៃយើងមកបានឆ្ងាញ់ដាក់ធំយ៉ាងមកជ្រលក់ទៀតមកនេះបងប្អូនមកចាស់